แบ่งใจสัตว์ទាំងឡាយឲ្យថោកទាបនិងថ្លៃថ្លាពិតណាស់មនុស្សទាំងឡាយគ្រប់រូបតែងប្រព្រឹត្តក្នុងអំពើនៃការងារក្នុងកិច្ចដែលមនុស្សកំពុងធ្វើប្រចាំថ្ងៃឲ្យកើតជាចលនាក្នុងវត្ថុផ្សេងៗបានធ្វើឲ្យកើតវាឡើងមនុស្សធ្វើក្នុងអំពើសពថ្ងៃនេះមានជាហេតុឲ្យកើតក្នុងលក្ខណៈ3យ៉ាង1មានកាយ2មានវាចា3មានចិត្តបុគ្គលដែលធ្វើក្នុងអំពើប្រកបដោយកាយលោកហៅថាកាយកម្មបុគ្គលដែលនិយាយចេញជាសម្ដីឬហៅថាវាចាលោកហៅថាវចីកម្មបុគ្គលដែលមានចិត្តគិតធ្វើត្រេះរិះពិចារណាគិតទុកក្នុងចិត្តហៅថាមនោកម្មលក្ខណៈទាំង3នេះហើយដែលបុគ្គលម្នាក់កំពុងប្រព្រឹត្តនិងកំពុងធ្វើនេះឲ្យឈ្មោះថាកម្មប្រែថាអំពើឬការធ្វើបណ្ដាកម្មទាំងឡាយមានកាយកម្មក្តីវចីកម្មក្តីមនោកម្មក្តីកម្មទាំង3នេះចែកចេញជា2បន្តទៀត1កុសលកម្ម2អកុសលកម្មអំពើណាដែលជាសេចក្តីសុខនាំផលមកឲ្យគឺជាអំពើបុណ្យឈ្មោះថាកុសលកម្មអំពើណាដែលមានបាបធម៌អាក្រក់កើតនៅសេចក្តីទុក្ខជាផលឈ្មោះថាអកុសលកម្មគឺអំពើអាក្រក់ក្នុងលោកនេះមនុស្សមិនមែនចេះតែល្អទាំងអស់ហើយក៏អាក្រក់ទាំងអស់នោះដែរគឺមានអ្នកល្អមានអ្នកអាក្រក់មនុស្សមួយពួកដែលធ្វើអំពើល្អមនុស្សនោះមានចិត្តភ័យខ្លាចក្នុងអំពើបាបតែមានសេចក្តីខ្មាស់បាបក្នុងការប្រព្រឹត្តនៃអំពើអាក្រក់ម្ល៉េះហើយតែញ៉ាំងអំពើល្អនេះឲ្យកើតឡើងដោយកម្មសុចរិតគឺការប្រព្រឹត្តល្អដោយកាយមានកាយកម្មប្រកបដោយកាយសុចរិតទៀងត្រង់រស់នៅមិនបានទៅបៀតបៀនជីវិតសត្វដទៃឡើយសូម្បីតែជើងរបស់ពួកគេក៏មិនយកទៅប្រហារដោយគ្រឿងអាជ្ញាធ្វើឲ្យគេផិតភ័យអស់នៅក្នុងជីវិតរបស់ខ្លួនគេឡើយហើយពិចារណាអំពីសេចក្តីសុខនៃជីវិតរបស់គេវាមិនខុសពីសេចក្តីប្រាថ្នានៃជីវិតរបស់ខ្លួនដែរគេក៏ចង់រស់យើងក៏ចង់រស់គេចង់បានសុខយើងក៏ចង់បានសុខដូចគ្នា